1 2 3 4 5 6 7 8 9 10 បាទកូនកូនតោះឥឡូវយើងរៀនពីលេខ1ដល់លេខ10ទាំងអស់គ្នា1 2 3 4 5 6 7 8 9 10បាទកូនតោះឥឡូវកូនអានម្ដងបាទឥឡូវចាំអានតាមលោកគ្រូណាកូន1 2 3 4 5 6 7 8 9 10បានកូនកូនឥឡូវធីតាកំពុងកាន់លេខប្រមាណកូនគឺលេខ1បាទកូនតើមានកង្កែបប្រមាណណាកូនគឺមានកង្កែប1តោះឥឡូវរៀនសរសេរលេខ1ទាំងអស់គ្នាបាទកូនកូនចុះរីតាកំពុងកាន់លេខប្រមាណគឺលេខ2មានកោកូនកោ2ក្បាលបាទឥឡូវយើងរៀនសរសេរលេខ2ទាំងអស់គ្នាណាកូនកូនយកសៀវភៅមកហើយរៀនសរសេរតាមទាំងអស់គ្នាបាទពិតជាល្អមែនគឺលេខ2ចុះឈៀនកំពុងកាន់លេខប្រមាណកូនគឺលេខ3មានកូនឆ្មាចំនួន3ក្បាលបាទឥឡូវយើងរៀនសរសេរលេខ3ទាំងអស់គ្នាទី1យើងអង្គុយពីលើកោងបន្តិចហើយកោងចុះមកក្រោមបន្ទាប់ទៀតតាមដៃលោកគ្រូណាកូនលេខ3បាទចុះនីតាកាន់លេខប្រមាណកូនគឺលេខ4អូមានកូនឆ្កែចំនួន4ក្បាលកូនរាប់មកមាន4អត់បាទឥឡូវយើងរៀនសរសេរគំនូសលេខ4ម្ដងបាទគូសចឹងមកហើយគូសមកត្រង់អានថាលេខ4បន្តមកទៀតគឺលេខប្រមាណកូនប៊ីតាកាន់លេខ5ខ្ញុំគឺលេខ5កូនរាប់មកមានមាន់ចំនួនប៉ុន្មានគឺ5ក្បាលបាទឥឡូវយើងរៀនសរសេរម្ដងកូនកុំភ្លេចវឹកហាត់សរសេរបានច្រើនដងដើម្បីឲ្យសរសេរកាន់តែស្អាតណាកូនបាទលេខប្រមាណកូនលេខ5បន្តមកទៀតយើងរាប់1 2 3 4 5យេចុះនេះកាន់លេខប្រមាណគឺលេខ6អូមានចាប់ចំនួន6ក្បាលចាប់ស្អាតណាកូនតោះឥឡូវយើងរៀនសរសេរលេខម្ដងវឹកហាត់ឲ្យលេខរបស់យើងកាន់តែស្អាតបាទលេខ6គឺរួចរាល់បន្តមកទៀតគឺអ៊ីកាន់លេខ7បាទមានឃ្មុំចំនួនប្រមាណកូនរាប់មើលមានឃ្មុំចំនួន7ឥឡូវយើងរៀនសរសេរលេខ7យើងគូសមកស្ដាមត្រង់ហើយទាញចុះមកក្រោមត្រង់ក៏បានវាយបន្តិចក៏បានណាកូនបានគឺលេខ7តាមមកទៀតគឺម៉េងកាន់លេខប្រមាណកូនលេខ8អូពិតជាស្អាតមែនអូយកូនជ្រូកស្អាតណាស់ចំនួនប្រមាណកូនគឺ8ក្បាលឥឡូវយើងរៀនវឹកហាត់សរសេរលេខម្ដងងាវបាទគឺរួចរាល់គឺលេខ8អូអ៊ីកាន់លេខ9អូមានសេះចំនួន9ក្បាលតោះឥឡូវយើងវឹកហាត់រៀនសរសេរទៀតបាទគូមួយយឺតឲ្យកូនងាយស្រួលសរសេរតាមលេខ9រួចរាល់ចុងក្រោយគឺលេខប្រមាណកូនគឺលេខ10អូកាន់ដៃអូមានសត្វច្រើនម៉េចគឺមានសត្វចំនួន10ក្បាលឥឡូវយើងវឹកហាត់សរសេរលេខ10ម្ដងគឺយើងសរសេរលេខ1ជាមួយនឹងលេខ0ពីខ្ទង់គឺខ្ទង់10យើងអានលេខ10បាទរួចរាល់
1 2 3 4 5 6 7 8 9